នៅពេលដែលកញ្ញាម៉ាលីមកយកម៉ូតូរបស់នាងនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាងមិននឹកស្មានថាត្រូវប្រឈមមុខនឹងការជំរិតទារប្រាក់យ៉ាងព្រៃផ្សៃនិងការប្រកួតមិនស្មើភាពគ្នានោះទេតើប្រតិកម្មរបស់ក្មេងស្រីវ័យក្មេងម្នាក់នេះប្រឆាំងនឹងមន្ត្រីនគរបាល5នាក់ក្នុងពេលតែមួយយ៉ាងណាហើយអ្វីដែលបានកើតឡើងបន្ទាប់សូមទស្សនារឿងពិតនៃភាពក្លាហាននេះរសៀលថ្ងៃនោះកម្ដៅថ្ងៃហាក់ដូចជាចោះស្បែកអ្នកណាដែលដើរកាត់ទីធ្លាអធិការដ្ឋាននគរបាលខេត្តសៀមរាបកញ្ញាម៉ាលីដើរយ៉ាងម៉ឺងម៉ាត់ទោះបីជាផ្ទៃមុខរបស់នាងមិនអាចលាក់បាំងភាពភ័យស្លន់ស្លោបានក៏ដោយក៏នាងស្លៀកឯកសណ្ឋានសិស្សសាលាពណ៌សប្រភេទយ៉ាងស្អាតបាតស្បែកជើងប៉ាតាពណ៌របស់នាងផ្ទុយស្រឡះពីភ្លៅកៅស៊ូខ្មៅនៅក្រោមជើងនៅក្នុងដៃរបស់នាងកាន់ឯកសារបង់ប្រាក់ពិន័យយ៉ាងណែននាងបានស្រូបខ្យល់ដង្ហើមវែងមុនពេលបោះជំហានចូលទៅជិតទ្វារធំដោយព្យាយាមទប់ទល់នឹងកម្ដៅថ្ងៃម៉ាលីឈរត្រង់មុខប៉ុស្តិ៍យាមហើយសំពះអំដោយពាក្យសួរសុខទុក្ខសំឡេងរបស់នាងស្ដាប់ទៅរៀងញ័រតិចជំរាបសួរលោកប៉ូលីសខ្ញុំមកយកម៉ូតូរបស់ខ្ញុំក៎មន្ត្រីដែលកំពុងយាមបានសម្លឹងមើលម៉ាលីពីចុងជើងដល់ចុងសក់ដៃម្ខាងរបស់នាងកាន់ឯកសារដៃម្ខាងទៀតរៀងញ័រតិចនាងព្យាយាមធ្វើខ្លួនឲ្យស្ងប់ស្ងៀមនៅចំពោះមុខនគរបាលទោះបីបេះដូងលោតញាប់ក៏ដោយក៏ក្រសែភ្នែករបស់មនុស្សមួយចំនួននៅទីធ្លានោះសម្លឹងមកនាងដែរខ្លះហាក់ដូចជាចង់ដឹងចង់ងើខ្លះទៀតប្រហែលជាគិតថានាងគ្រាន់តែជាក្មេងសិស្សសាលាធម្មតាម្នាក់ដែលមកដោយសាររឿងតូចតាចតាមពិតរឿងដែលនាងកំពុងប្រឈមមុខមិនសាមញ្ញដូចនោះទេមន្ត្រីនគរបាលក៏បានណែនាំម៉ាលីទៅកាន់បន្ទប់រដ្ឋបាលអញ្ជើញចូលក្នុងទៅក្មួយរៀបចំឯកសារសិនទៅចាំទៅយកម៉ូតូនៅខាងក្រោយយម៉ាលីធ្វើតាមការណែនាំដោយមិននិយាយច្រើននាងដើរកាត់ច្រកបៀងស្នងការដ្ឋានដែលមានអារម្មណ៍ប្លែកនិងតានតឹងរាល់ជំហានមានអារម្មណ៍ធ្ងន់ដោយសារមានក្រសែភ្នែកជាច្រើនកំពុងសម្លឹងមើលនាងពេលទៅដល់បន្ទប់រដ្ឋបាលនាងបានប្រគល់ឯកសារនិងវិក័យប័ណ្ណបង់ប្រាក់ទាំងអស់មន្ត្រីនគរបាលបានត្រួតពិនិត្យទិន្នន័យយ៉ាងល្អិតល្អន់ហើយនិយាយថាទៅរួចរាល់ហើយទាំងអស់ក្មួយគ្រាន់តែទៅជួបលោកវីរៈនៅខាងក្រោយដើម្បីយកសមម៉ូតូអារម្មណ៍ធូរស្រាលបានកើតឡើងនៅលើផ្ទៃមុខម៉ាលីទោះបីជាវាមិនយូរប៉ុន្មានក៏ដោយពេលចេញពីបន្ទប់រដ្ឋបាលម៉ាលីបានស្រូបខ្យល់ដង្ហើមម្ដងទៀតនាងដឹងថារឿងរបស់នាងមិនទាន់ចប់ទេនៅមាននីតិវិធីមួយទៀតហើយនោះមានន័យថាត្រូវប្រឈមមុខនឹងមនុស្សថ្មីម្នាក់ដែលនាងមិនធ្លាប់ស្គាល់ឈ្មោះផងលោកវីរៈទោះបីជាបានបង់ប្រាក់ពិន័យទាំងអស់ហើយក៏ដោយក៏អារម្មណ៍ព្រួយបារម្ភនៅតែរំខានគំនិតរបស់នាងដោយដើរយ៉ាងប្រុងប្រយ័ត្ននាងដើរទៅកាន់បន្ទប់ខាងក្រោយស្នងការដ្ឋានដោយព្យាយាមបន្ធូរអារម្មណ៍និងរៀបចំផ្លូវចិត្តដើម្បីប្រឈមមុខនឹងអ្វីដែលនឹងកើតឡើងបន្ទាប់ពីរងចាំ 2-3 នាទីនៅក្នុងបន្ទប់រដ្ឋបាលម៉ាលីបានសម្លឹងមើលមន្ត្រីដែលរវល់ត្រួតពិនិត្យឯកសារម្ដងមួយនៅក្នុងថតរបស់នាងបរិយាកាសនៅក្នុងបន្ទប់មានអារម្មណ៍មិនស្រួលដោយមានតែសំឡេងក្រដាសបន្លាយនិងសំឡេងម៉ាស៊ីនបោះពុម្ពដោយឯកតាណៃមន្ត្រីដែលប្រចាំការនៅបញ្ចូលមើលទៅតឹងរឹងប៉ុន្តែមិនបានបង្ហាញទឹកមុខរាក់ទាក់នោះទេគាត់បានអានទម្រង់បង់ប្រាក់ពិន័យពិនិត្យបង្កាន់ដៃរួចសម្លឹងមើលម៉ាលីមួយផ្លែតគឺគ្រប់គ្រាន់ហើយអ្វីគឺត្រូវគ្នាគាត់និយាយដោយទឹកមុខធម្មតារួចហុចថតឯកសារនោះមកវិញទៅម៉ាលីក្មួយគ្រាន់តែទៅជួបលោកវីរៈនៅបន្ទប់ខាងក្រោយដើម្បីយកសមម៉ូតូម៉ាលីមកក្បាលតិចទប់ស្នាមញឹមធូរស្រាលមួយផ្លែតនាងគិតថាដំណើរការដ៏ស្មុគស្មាញនេះទីបំផុតបានបញ្ចប់ហើយនាងបានស្រមៃថាបន្ទាប់ពីនេះនាងគ្រាន់តែដើរទៅកន្លែងខាងក្រោយយកសមម៉ូតូហើយត្រឡប់ទៅផ្ទះវិញជាមួយម៉ូតូរបស់នាងគំនិតនោះបានធ្វើឲ្យស្មារតីរបស់នាងធូរស្រាលបន្តិចនាងបានថ្លែងអំណរគុណយ៉ាងខ្លីចំពោះមន្ត្រីហើយប្រញាប់ចេញពីបន្ទប់នោះនៅតែមានឯកសារនៅក្នុងថតដែលឥឡូវនេះមានអារម្មណ៍ស្រាលជាងមុននៅខាងក្រៅបន្ទប់រដ្ឋបាលជំហានរបស់ម៉ាលីបានផ្លាស់ប្ដូរបន្តិចទៅលឿនជាងមុននាងដើរកាត់ច្រកបៀងស្នងការដ្ឋានដោយមានទំនុកចិត្តដោយព្យាយាមបំបត្តិការថប់បារម្ភដែលនៅជាប់នឹងដើមទ្រូងរបស់នាងតាំងពីមុនមកសម្លេងសកម្មភាពការិយាល័យនិងការសន្ទនារបស់មន្ត្រីនៅឆ្ងាយឮសូរតែស្រពេចស្រពិលនៅក្នុងត្រចៀករបស់នាងសម្រាប់នាងអ្វីដែលសំខាន់បំផុតឥឡូវនេះគឺការបញ្ចប់នីតិវិធីចុងក្រោយតាមការណែនាំដោយគ្មានបញ្ហាបន្ថែមដោយមានឯកសារនៅក្នុងដៃម៉ាលីដើរទៅកាន់បន្ទប់ខាងក្រោយស្នងការដ្ឋានតាមការណែនាំដែលបានផ្ដល់ឲ្យនៅក្នុងក្បាលរបស់នាងបានស្រមៃថាសមម៉ូតូនោះស្ថិតនៅក្នុងដៃរបស់នាងហើយនាងមិននឹកស្មានទាល់តែសោះថារឿងដែលមើលទៅសាមញ្ញនេះនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងនៅពេលនាងបោះជំហានចូលទៅក្នុងបន្ទប់បន្ទាប់ម៉ាលីបើកទ្វារបន្ទប់ខាងក្រោយដោយស្ទាក់ស្ទើរតិចពេលចូលទៅខាងក្នុងបរិយាកាសនៅក្នុងបន្ទប់មានអារម្មណ៍ថាធ្ងន់ជាងនៅច្រកបៀងមុនទៅទៀតផ្សែងបារីហុយត្រឡោមនៅជ្រុងបន្ទប់បន្ថែមបរិយាកាសមិនរាក់ទាក់នៅពីក្រោយតដែកដែលមើលទៅចាស់ទ្រុឌទ្រោមមានបុរសមាសធំម្នាក់អង្គុយពាក់ឯកសណ្ឋាននគរបាលដែលមើលទៅតឹងណែននឹងខ្លួនសាច់ដុំដៃរបស់គាត់លេចចេញយ៉ាងច្បាស់នៅពីក្រោយដៃអាវខ្លីបុរសនោះគឺលោកវីរៈសម្លឹងមើលម៉ាលីដោយក្រសែភ្នែកមុតស្រួចគ្មានស្នាមញឹមបន្តិចសោះមួយសន្ទុះម៉ាលីឈរស្ងៀមនៅមាត់ទ្វារដោយសង្កេតមើលចលនារបស់លោកវីរៈយ៉ាងយឺត
ប៉ុន្តែពោពេញដោយសម្ពាធផ្សែងបារីហុយចេញពីមាត់របស់គាត់គូសម្រាមដៃទៅលើតូហាក់ដូចជារងចាំម៉ាលីសនិយាយមុនក្មួយម៉ាលីសមែនទេគាត់សួរដោយសំឡេងធ្ងន់មិនបានសម្លឹងមើលផ្ទាល់ប៉ុន្តែនៅតែប្រុងប្រយ័ត្នបាទលោកប៉ូលីសខ្ញុំបានបង់ថ្លៃពីនៃទាំងអស់ហើយនេះឯកសារឌូម៉ាលីសឆ្លើយបណ្ដាលហុចឯកសារទៅលើតុបណ្ដាលោកវីរៈទទួលយកឯកសារនោះដោយមិនប្រញាប់ប្រញាល់គាត់ត្រួតពិនិត្យខ្លឹមសារដោយរហ័សគាត់មិនបានអានលម្អិតទេគ្រាន់តែធ្វើឲ្យប្រាកដថាឈ្មោះម៉ាលីសមាននៅលើទំព័រមុខបំផុតបន្ទាប់មកដោយគ្មានទឹកមុខអ្វីទាំងអស់គាត់បានដាក់ឯកសារនោះនៅជ្រុងតុចង់យកម៉ូតូអង្គុយសិនទៅគាត់និយាយដោយត្រជាក់សំឡេងរបស់គាត់ធ្ងន់បំពេញពេញបន្ទប់ម៉ាលីសក៏ទាញកៅអីនៅពីមុខនាងដោយព្យាយាមអង្គុយឲ្យស្ងប់ស្ងៀមដាមដែលអាចធ្វើទៅបានទោះបីភ្នែករបស់នាងម្ដុំម្កាលសម្លឹងមើលលោកវីរៈដែលឥឡូវនេះកំពុងសម្លឹងមើលនាងយ៉ាងមុតក៏ដោយក៏បរិយាកាសក្នុងបន្ទប់កាន់តែតានតឹងគ្មានការសន្ទនាធម្មតាអ្វីទាំងអស់មានតែសំឡេងកង្ហាចាស់ដែលល្កិតនៅជ្រុងនិងសំឡេងដកដង្ហើមធ្ងន់របស់លោកវីរៈម៉ាលីសព្យាយាមទប់អារម្មណ៍ភ័យខ្លាចនាងរងចាំដោយសង្ឃឹមថាដំណើរការបន្ទាប់នឹងដំណើរការរលូនដូចនីតិវិធីមុនប៉ុន្តែពីក្រសែភ្នែកដ៏ត្រជាក់របស់លោកវីរៈនាងចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីជាមួយដំណាក់កាលចុងក្រោយនេះពេលម៉ាលីសអង្គុយលើកៅអីមុខតុបរិយាកាសកាន់តែមិនស្រួលលោកវីរៈនៅតែសម្លឹងមើលម៉ាលីសពីលើចុះក្រោមរួចយឺតផ្អៀងខ្នងទៅលើកៅអីដោយឥរិយាបថស្រស់ហាក់ដូចជាចង់បង្ហាញថាខ្លួនជាម្ចាស់ស្ថានភាពទាំងស្រុងដោយមិនបង្អង់យូរលោកវីរៈនិយាយដោយសំឡេងយ៉ាងម៉ឺងម៉ាត់បើចង់ឲ្យម៉ូតូចេញលឿនដកលុយ100ទៀតមកគាត់បានបោះសំណើនេះដូចជារឿងធម្មតាហាក់ដូចជាវាជានីតិវិធីផ្លូវការដែលអ្នកគ្រប់គ្នាត្រូវតែអនុវត្តម៉ាលីសភ្លាមងឿងឆ្ងល់មិនជឿនឹងអ្វីដែលនាងទើបតែនាងលេបទឹកមាត់រួចសម្លឹងមើលលោកវីរៈដោយទឹកមុខជំទាស់គឺលោកប៉ូលីសខ្ញុំគ្រាន់តែជាក្មេងសិស្សសាលាតើខ្ញុំអាចរកលុយប៉ុណ្ណោះពីណាសំឡេងរបស់នាងញ័រប៉ុន្តែនាងព្យាយាមរក្សាភាពរឹងមាំនាងដឹងច្បាស់ថាការបង់ប្រាក់ទាំងអស់ត្រូវបានទូទាត់តាមច្បាប់ហើយមិនមានកាត់ផ្កិច្ចបន្ថែមបែបនេះទេទោះជាយ៉ាងណាលោកវីរៈមិនបានបន្ធូរបន្តិចសោះគាត់សម្លឹងមើលម៉ាលីសដោយក្រសែភ្នែកដ៏ម៉ឺងមាត់និងពោពេញដោយសម្ពាធបើមិនចង់បង់លុយម៉ូតូក្មួយនៅទីនេះអាចនៅបានយូរតាមដែលខ្ញុំចង់គាត់និយាយលើកនេះដោយសំឡេងទាបជាងប៉ុន្តែមានអារម្មណ៍គំរាមកំហែងគាត់គូសម្រាមដៃទៅលើតុហាក់ដូចជាចង់បញ្ជាក់ការគំរាមកំហែងនោះគ្មានកន្លែងសម្រាប់សម្របសម្រួលនៅលើផ្ទៃមុខរបស់គាត់ទេហើយម៉ាលីសកាន់តែមានអារម្មណ៍ថាខ្លួនត្រូវបានច្រានចូលជ្រុងពី3វិនាទីនៃភាពស្ងៀមស្ងាត់មានអារម្មណ៍ធ្ងន់ម៉ាលីសអោនក្បាលគិតយ៉ាងខ្លាំងនាងដឹងថាស្ថានភាពរបស់នាងឥឡូវនេះបានចេញឆ្ងាយពីនីតិវិធីផ្លូវការហើយអ្វីដែលនាងកំពុងប្រឈមមុខមិនមែនគ្រាន់តែជានីតិវិធីយឺតយ៉ាវទេប៉ុន្តែជាការរំលោភអំណាចដោយផ្ទាល់ទោះបីជាខ្លាចក៏ដោយនាងដឹងថាត្រូវតែសម្រេចចិត្តធ្វើតាមសំណើរបស់លោកវីរៈឬប្រឈមមុខនឹងហានិភ័យធំជាងនេះនៅក្នុងស្នងការដ្ឋាននោះម៉ាលីសស្រូបខ្យល់ដង្ហើមវែងរួចលើកចង្ការបស់នាងដឹងច្បាស់ថាប្រសិនបើនាងនៅស្ងៀមសំណើបែបនេះនឹងបន្តកើតមានចំពោះអ្នកដទៃទៀតដូច្នេះហើយដោយសំឡេងខ្លាំងដែលនាងព្យាយាមរក្សាឲ្យនៅនឹងនាងបាននិយាយថាឌូលោកប៉ូលីសនោះជាការជំរិតទារប្រាក់ខ្ញុំបានបង់ពីនៃទាំងអស់តាមច្បាប់ហើយពាក្យទាំងនោះបានចេញមកខ្លាំងជាងអ្វីដែលនាងបានស្រមៃទោះជាយ៉ាងណាក៏ដោយនាងមិនអាចលាក់បាំងភាពញ័រនៅដៃទាំងពីររបស់នាងដែលនាងនៅតែព្យាយាមលាក់នៅពីក្រោយទៅបានទេនាងដឹងថាខ្លួនកំពុងប្រថុយប្រថានយ៉ាងខ្លាំងដោយនិយាយការពិតបែបនេះនៅចំពោះមុខនគរបាលប្រតិកម្មរបស់លោកវីរៈបានកើតឡើងភ្លាមបុរសនោះក្រោកឈរពីកៅអីរបស់គាត់ដោយកាយវិការគ្រើមរាងកាយធំនិងសាច់ដុំរបស់គាត់ហាក់ដូចជាបំពេញពេញបន្ទប់ដោយមិនទម្លាក់ក្រសែភ្នែកមុតស្រួចលោកវីរៈបានចូលមកជិតកន្លះជំហានដែលធ្វើឲ្យចម្ងាយរវាងពួកគេនៅសល់តែប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះក៏ហ៊ាននិយាយបែបនេះជាមួយខ្ញុំឬសំឡេងរបស់គាត់ខ្លាំងធ្ងន់និងច្បាស់ជាមានការគំរាមកំហែងខ្យល់ក្នុងបន្ទប់ស្រាប់តែប្រែប្រួលគ្មានសំឡេងអ្វីផ្សេងក្រៅពីសំឡេងបេះដូងរបស់ម៉ាលីសដែលលោតញាប់កាន់តែខ្លាំងម៉ាលីសលេបទឹកមាត់ប៉ុន្តែក្រសែភ្នែករបស់នាងមិនបានចុះញ៉ាញនៅក្រោមសម្ពាធដ៏ធំធេងនាងបង្ខំខ្លួនឯងមិនឲ្យបែរមុខចេញនៅក្នុងចិត្តនាងដឹងថាប្រសិនបើនាងថយក្រោយឥឡូវនេះលោកវីរៈនឹងកាន់តែខ្លាំងជំរឿដែលនៅសល់មានតែពីរគឺចុះចាញ់ឬប្រឆាំងប៉ុន្តែសភាពគិតយុទ្ធធម៌នៅក្នុងខ្លួននាងបដិសេធមិនព្រមចុះចាញ់ឡើយម៉ាលីសនៅតែអង្គុយត្រង់ទប់ការញ័រហើយព្យាយាមគ្រប់គ្រងដង្ហើមឲ្យនៅស្ងប់ភាពតានតឹងបានកកុញនៅក្នុងបន្ទប់ដ៏អាប់អួរនោះលោកវីរៈឈរស្ងៀមដៃទាំងពីររបស់គាត់ក្តាប់ជាប់នឹងចំហៀងខ្លួនក្រសែភ្នែករបស់គាត់មិនដែលឃ្លាតពីផ្ទៃមុខម៉ាលីសឡើយគ្មានការសន្ទនាធម្មតាទៀតទេគ្មានកន្លែងសម្រាប់សម្របសម្រួលទៀតទេបរិយាកាសបានคล้ายទៅជាដូចជាសង្វៀនប្រយុទ្ធស្ងៀមស្ងាត់មួយដែលមានតែភាពក្លាហាននិងការតាំងចិត្តប៉ុណ្ណោះដែលនឹងកំណត់អ្នកណាជាអ្នកឈ្នះម៉ាលីសដឹងថាបន្ទាប់ពីនេះអ្វីក៏អាចកើតឡើងបានប៉ុន្តែនាងបានងើបក្បាលរបស់នាងឡើងនៅចំពោះមុខភាពអយុត្តិធម៌
លោកវីរៈវិដំឡៃម៉ាលីដោយក្រសែភ្នែកពោពេញដោយសម្ពាធភ្នែករបស់គាត់សម្លឹងមើលពីចុងជើងដល់ចុងសក់នៅពេលដែលគាត់មានអារម្មណ៍ពេញចិត្តគ្រប់គ្រាន់ក្នុងការធ្វើឲ្យគូប្រកួតភ័យខ្លាចស្នាមញឹមដ៏ប្រហើនក៏បានលេចឡើងនៅលើផ្ទៃមុខរបស់គាត់ងាកក្បាលរួចនិយាយដោយសំឡេងដែលច្បាស់ជាការប្រឈមក៏បើមិនពេញចិត្តមកដោះស្រាយគ្នានៅទីធ្លាខ្ញុំចង់ឃើញក្មេងសិស្សសាលាដូចក្មួយហ៊ានដល់កម្រិតណាគូសំឡេងរបស់លោកវីរៈធ្ងន់និងគំរាមកំហែងហាក់ដូចជាចិត្តណាធ្វើឲ្យម៉ាលីអាប់អន់មុខនៅចំពោះមុខអ្នកណាដែលនឹងមើលនៅពេលក្រោយកាប់រឈមនោះមិនមែនជារឿងលេងសើចទេហើយបន្ទប់ទាំងមូលហាក់ដូចជាកាន់តែតូចចង្អៀតដោយសារសម្ពាធដែលគាត់បានដាក់ម៉ាលីសម្លឹងមើលលោកវីរៈដោយក្តីបារម្ភនាងមិននឹកស្មានថារឿងយកម៉ូតូរបស់នាងអាចប្រែជាគ្រោះថ្នាក់យ៉ាងនេះសោះដៃម៉ាលីចាប់កាន់គែមទៅយ៉ាងណែនបេះដូងរបស់នាងលោតញាប់នាងព្យាយាមលេបទឹកមាត់ព្យាយាមប្រមូលភាពក្លាហានដែលនៅសល់ដោយសំឡេងស្រទន់ប៉ុន្តែម៉ឺងម៉ាត់នាងបានសួរថាបើលោកប៉ូលីសចង់ប្រយុទ្ធជាមួយក្មេងសិស្សសាលាមែនទេមានទឹកដមនៃភាពមិនជឿប៉ុន្តែក៏មានអារម្មណ៍ថានាងមិនត្រូវបង្ហាញភាពភ័យខ្លាចនៅចំពោះមុខបុរសមាសធំនោះឡើយលោកវីរៈមិនបានថយក្រោយបន្តិចសោះគាត់បែរជាចូលមកជិតហើយផ្អៀងខ្លួនរួចឆ្លើយដោយសំឡេងត្រជាក់ដែលមិនទុកកន្លែងសម្រាប់សម្របសម្រួលគូមិនមែនខ្ញុំចង់ប្រកួតទេសម្ដីនោះច្បាស់ជាអមដោយក្រសែភ្នែកដែលមិនស្គាល់ការស្ទាក់ស្ទើរគ្មានការគោរពច្បាប់ឬយុត្តិធម៌អ្វីទាំងអស់មានតែបំណងចង់បង្ហាញអំណាចលើអ្នកទន់ខ្សោយប៉ុណ្ណោះភាពតានតឹងបានឈានដល់កម្រិតកំពូលថ្មីម៉ាលីដឹងថាការបដិសេធមានន័យថាចុះចាញ់នឹងសម្ពាធនិងភាពអយុត្តិធម៌ការទទួលយកការប្រឈមមានន័យថាប្រថុយប្រថានកិត្តិយសនិងសូម្បីតែសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាងប៉ុន្តែក្រសែភ្នែករបស់នាងដែលតាំងពីដំបូងមិនដែលចុះញ៉ាញឥឡូវនេះកាន់តែម៉ឺងម៉ាត់នាងដឹងថាអ្វីក៏ដោយដែលកើតឡើងនាងត្រូវតែឈរលើការពិតទោះបីជាវាមានន័យថាត្រូវប្រឈមមុខនឹងការប្រយុទ្ធបើកចំហនៅទីធ្លាអធិការដ្ឋាននគរបាលក៏ដោយជំហានធ្ងន់ប៉ុន្តែនៅតែត្រង់ម៉ាលីដើរតាមលោកវីរៈចេញពីបន្ទប់ទ្វារខាងក្រោយបានបើកទូលាយត្រង់ទៅកាន់ទីធ្លាអធិការដ្ឋាននគរបាលដែលក្តៅនិងមានមនុស្សអ៊ូអរពេលពួកគេលេចចេញមកមន្ត្រីនគរបាលផ្សេងទៀតដែលកំពុងអង្គុយលេងនៅជុំវិញទីធ្លាបានចាប់អារម្មណ៍ភ្លាមសំឡេងខ្សឹបខ្សៀវនិងរអ៊ូទាំបានលេចឡើងបង្កើតបរិយាកាសចម្លែកហាក់ដូចជាមានអ្វីមិនធម្មតាកើតឡើងនៅទីនោះមន្ត្រីនគរបាលម្នាក់ដែលក្មេងជាងគេញឹមប្រហានបណ្ដានិយាយទៅកាន់មិត្តភក្តិបណ្ដាអូហូមានរឿងមើលហើយគឺបរិយាកាសបានប្រែក្លាយទៅជាដូចជាសង្វៀនសម្ដែងភ្លាមលោកវីរៈមិនបានទុកពេលម៉ាលីគិតយូរទេគាត់ឈរត្រង់កណ្ដាលទីធ្លាសំឡេងស្រែករបស់គាត់បន្លឺឡើងយ៉ាងខ្លាំងគឺអ្នក4នាក់នេះមកតាមខ្ញុំមន្ត្រីនគរបាល4នាក់របស់គាត់ទាំងអស់ស្លៀកឯកសណ្ឋានមានទឹកមុខម៉ឺងម៉ាត់ភ្លាមក៏ងើបពីកន្លែងអង្គុយរបស់ពួកគេហើយធ្វើចលនាយ៉ាងលឿនបង្កើតជារង្វង់ជុំវិញម៉ាលីទីតាំងរបស់ពួកគេច្បាស់ណាស់គឺរឹតបន្តឹងចលនារបស់ម៉ាលីបង្កសម្ពាធទាំងកាយនិងផ្លូវចិត្តមន្ត្រីនគរបាលផ្សេងទៀតចាប់ផ្ដើមប្រមូលផ្ដុំគ្នាខ្លះឈរដៃកងទ្រូងខ្លះទៀតសម្បីតែដកទូរស័ព្ទដៃចេញហាក់ដូចជាចង់ថតហេតុការណ៍នេះប៉ុន្តែមាននរណាម្នាក់មានបំណងបញ្ឈប់លោកវីរៈឬបង្ការការប្រយុទ្ធឡើយផ្ទុយទៅវិញពួកគេទាំងអស់ហាក់ដូចជាសាទររង់ចាំមើលបន្តម៉ាលីឈរនៅកណ្ដាលរង្វង់ញើសត្រជាក់ហូរចុះតាមប្រាសាទប៉ុន្តែនាងនៅតែព្យាយាមរក្សាទឹកមុខស្ងប់ស្ងៀមទោះបីនៅក្នុងចិត្តរបស់នាងអារម្មណ៍ភ័យខ្លាចនិងសម្ពាធនៅតែបន្តវីលុកក៏ដោយលោកវីរៈចូលមកជិតឈរត្រង់មុខម៉ាលីសម្លឹងមើលដោយក្រសែភ្នែកពោពេញដោយការប្រឈមមកបង្ហាញថាក្មួយហ៊ានដល់កម្រិតណាពួកគាត់ស្រែកដោយសំឡេងខ្លាំងមន្ត្រី4នាក់របស់គាត់រំកិលចូលចិត្តជាងមុនត្រៀមខ្លួនទទួលបញ្ជាបរិយាកាសនៅទីធ្លាអធិការដ្ឋាននគរបាលបានប្រែជាដានតឹងគ្មានសំឡេងសើចឬការសន្ទនាធម្មតាទៀតទេការយកចិត្តទុកដាក់ទាំងអស់បានផ្ដោតលើការប្រកួតដែលជិតផ្ទុះឡើងរវាងស្ត្រីវ័យក្មេងម្នាក់និងមន្ត្រីនគរបាល5នាក់ក្នុងពេលតែមួយសម្ពាធផ្លូវចិត្តបានកើតឡើងភ្លាមមន្ត្រី4នាក់របស់លោកវីរៈឈរព័ទ្ធជុំវិញម៉ាលីដោយឥរិយាបថមើលងាយម្នាក់ក្នុងចំណោមពួកគេដែលមានកម្ពស់ខ្ពស់ជាងគេញឹមប្រហានបណ្ដាលកងដៃទ្រូងបណ្ដាលចុះចាញ់ទៅក្មួយមិនអាចឈ្នះទេគាត់និយាយសំឡេងរបស់គាត់ខ្លាំងហើយចិត្តណាធ្វើឲ្យអ្នកទាំងអស់គ្នាដែលមើលឮមន្ត្រីនគរបាលផ្សេងទៀតក៏សើចបន្ថែមអារម្មណ៍អន់ចិត្តដែលពួកគេព្យាយាមដាក់ចូលទៅក្នុងក្បាលម៉ាលីក្រសែភ្នែកមើលងាយនិងសំឡេងខ្សឹបខ្សៀវចំអកម្ដងមួយវិលជុំវិញនាងម៉ាលីឈរស្ងៀមនៅកណ្ដាលរង្វង់បេះដូងរបស់នាងលោតញាប់ប៉ុន្តែនាងបដិសេធមិនព្រមបង្ហាញភាពភ័យខ្លាចដង្ហើមរបស់នាងទៀងទាត់ភ្នែករបស់នាងនៅតែសម្លឹងត្រង់ទៅគូប្រកួតពួកគេចង់ឲ្យនាងចុះចាញ់មុនពេលការប្រយុទ្ធចាប់ផ្ដើមប៉ុន្តែម៉ាលីបានក្តាប់ដៃទាំងពីរយ៉ាងណែនបង្ខំខ្លួនឯងឲ្យឈរត្រង់ជាងមុននាងដឹងច្បាស់ថាប្រសិនបើនាងចុះចាញ់នឹងសម្ពាធបែបនេះមិនមែនត្រឹមតែម៉ូតូរបស់នាងបាត់បង់ទេប៉ុន្តែក៏កិត្តិយសរបស់នាងដែរនាងសម្លឹងមើលមុខមន្ត្រីនគរបាលម្នាក់ដែលកំពុងឡោមព័ទ្ធនាងមិនអោនក្បាលមិនថយក្រោយក៏ខ្ញុំនឹងមិនបង់លុយខុសច្បាប់នោះទេនាងនិយាយយ៉ាងខ្លាំងសំឡេងរបស់នាងម៉ឺងម៉ាត់ទោះបីជាខ្លួនប្រាណរបស់នាងនៅតែញ័រតិចក៏ដោយពាក្យទាំងនោះបានចេញមកយ៉ាងច្បាស់
កាត់បន្ថយភាពស្ងៀមស្ងាត់ដ៏គួរឲ្យខ្លាចនៅទីធ្លាអធិការដ្ឋាននគរបាលមន្ត្រីនគរបាលដែលទើបតែសើចឥឡូវនេះបានទប់ស្នាមញញឹមហាក់ដូចជាមិនជឿថាក្មេងស្រីវ័យក្មេងនោះនៅតែហ៊ានជំទាស់នៅក្នុងស្ថានភាពដែលត្រូវបានច្រានចូលជ្រុងបែបនេះពេលនោះបរិយាកាសកាន់តែតានតឹងមន្ត្រីនគរបាលមួយចំនួនដែលកំពុងមើលបានចាប់ផ្ដើមផ្លាស់ប្ដូរក្រសែភ្នែកគ្នាទៅវិញទៅមកខ្លះចាប់ផ្ដើមរង់ចាំអ្នកណាជាអ្នកធ្វើចលនាមុនម៉ាលីសបានកំណត់ជំហររបស់នាងហើយអ្វីក៏ដោយដែលនឹងកើតឡើងបន្ទាប់ពីនេះនាងនឹងប្រឆាំងហើយបដិសេធមិនព្រមចុះចាញ់នឹងល្បែងខ្វក់របស់មន្ត្រីនគរបាលអសិលធម៌នៅចំពោះមុខនាងឡើយភ្លាមនោះមន្ត្រីម្នាក់របស់លោកវីរៈបានបោះជំហានទៅមុខហើយដោយមិនស្ទាក់ស្ទើរបានរុញស្មាម៉ាលីសអស់ពីកម្លាំងខ្លួនប្រាណម៉ាលីសវិលថយក្រោយរួចដួលយ៉ាងខ្លាំងទៅលើផ្លូវកៅស៊ូទីធ្លាជង្គង់និងកែងដៃរបស់នាងបានបុកនឹងដីសំឡេងហូរកញ្ជ្រៀវបានលេចឡើងពីមន្ត្រីនគរបាលដែលកំពុងមើលខ្លះសើចដោយពេញចិត្តពេលឃើញម៉ាលីសឈឺចាប់នៅលើដីនៅចន្លោះរង្វង់នោះលោកវីរៈគ្រាន់តែឈរត្រង់ដៃទាំងពីរគង់ទ្រូងទឹកមុខរបស់គាត់ធម្មតាគ្មានការអាណិតអាសូរអ្វីទាំងអស់ម៉ាលីសព្យាយាមលើកខ្លួនប្រាណរបស់នាងយឺតធូលីដីជាប់នឹងឯកសណ្ឋានរបស់នាងបាតដៃនិងជង្គង់របស់នាងមានអារម្មណ៍ឈឺចាប់នាងបានឮលោកវីរៈនិយាយយ៉ាងខ្លាំងទឹកដុំរបស់គាត់ពោពេញដោយការមើលងាយក្រោកឡើងក្មេងទើបតែប៉ុណ្ណឹងលោកវីរៈចំអកសម្លឹងមើលម៉ាលីសដោយស្នាមញញឹមមើលងាយមន្ត្រីនគរបាលផ្សេងទៀតក៏ស្រែកផងដែរខ្លះថែមទាំងណែនាំឲ្យម៉ាលីសចុះចាញ់ទៅមុនពេលកាន់តែអាក្រក់សម្ពាធទាំងអស់នោះមានអារម្មណ៍ធ្ងន់ហាក់ដូចជាទីធ្លាអធិការដ្ឋាននគរបាលទាំងមូលជាសាក្សីថាស្ត្រីវ័យក្មេងម្នាក់ត្រូវបានអាប់អន់មុខនៅទីសាធារណៈទោះជាយ៉ាងណាម៉ាលីសមិនបានចុះចាញ់ភ្លាមទេនាងទប់ការឈឺចាប់នៅជង្គង់និងដៃរួចយឺតក្រោកឈរបណ្ដាលខំបូរមាត់បណ្ដាលក្រសែភ្នែករបស់នាងមិនផ្លាស់ប្ដូរទេនៅតែមុតស្រួចនិងប្រឈមនៅក្នុងចិត្តនាងបានតាំងចិត្តថានឹងមិនអនុញ្ញាតឲ្យភាពភ័យខ្លាចឬការឈឺចាប់យកឈ្នះកិត្តិយសរបស់នាងឡើយនាងដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមហើយការវាយប្រហារបន្ទាប់អាចនឹងឃោរឃៅជាងនេះទៅទៀតប៉ុន្តែម៉ាលីសបានសម្រេចចិត្តថាប្រសិនបើនាងត្រូវតែប្រយុទ្ធដើម្បីការពារខ្លួនឯងនិងការពិតនាងនឹងក្រោកឈរហើយប្រយុទ្ធទោះបីជាមានហានិភ័យធំប៉ុណ្ណាក៏ដោយរង្វង់មន្ត្រីនគរបាលកាន់តែរឹតបន្តឹងហាក់ដូចជាត្រៀមខ្លួនសម្រាប់ការវាយប្រហារបន្ទាប់គ្មានសម្លេងផ្សេងទៀតឬក្រៅពីសម្លេងដកដង្ហើមធ្ងន់របស់ម៉ាលីសនិងការជំរុញផ្លូវចិត្តពីអ្នកដែលព័ទ្ធជុំវិញនាងសម្លឹងមើលលោកវីរៈដោយពោពេញដោយការតស៊ូបង្ហាញថាខ្លួននាងនឹងមិនងាយដួលឡើយទោះបីជាកម្លាំងទាំងអស់នៅក្នុងស្នងការដ្ឋាននោះរួបរวมគ្នាប្រឆាំងនឹងនាងម្នាក់ក៏ដោយម៉ាលីសដែលទើបតែក្រោកឈរភ្លាមក៏ត្រូវប្រឈមមុខនឹងការវាយប្រហារបន្ទាប់លើកនេះមន្ត្រីនគរបាលម្នាក់ទៀតចូលមកយ៉ាងលឿនហើយបានបោកកណ្ដាប់ដៃយ៉ាងខ្លាំងទៅលើផ្ទៃមុខរបស់នាងកណ្ដាប់ដៃនោះបានបោកជំថ្ពាល់ស្ដាំរបស់ម៉ាលីសធ្វើឲ្យនាងវិលទៅចំហៀងការឈឺចាប់បានកើតឡើងភ្លាមបូមាត់របស់នាងបានបែកហើយឈាមតិចចាប់ផ្ដើមហូរចេញពីមាត់ធូលីដីជាប់នឹងឯកសណ្ឋានពណ៌ប្រផេះរបស់នាងបន្ថែមស្លាកស្នាមរាងកាយនិងផ្លូវចិត្តនៅថ្ងៃនោះមួយសន្ទុះក្រសែភ្នែកម៉ាលីសស្រវាំងបន្តិចប៉ុន្តែនាងបង្ខំខ្លួនឯងឲ្យនៅតែរឹងមាំទប់ការឈឺចាប់ដែលលោតញាប់នៅលើផ្ទៃមុខជុំវិញនាងពោពេញដោយសម្លេងស្រែកនិងចំអកដែលកាន់តែឈឺចាប់មន្ត្រីនគរបាលម្នាក់ដែលឈរនៅខាងក្រោយសើចនាងគួរឲ្យអាណិតណាស់ប្អូនទើបតែចាប់ផ្ដើមសោះក៏បែបនេះទៅហើយគេមន្ត្រីនគរបាលផ្សេងទៀតក៏ចូលរួមនិយាយបញ្ជាក់យ៉ាងច្បាស់ថាគ្មាននរណាម្នាក់មានបំណងជួយឬបញ្ឈប់អំពើហិង្សាដែលកំពុងកើតឡើងនោះទេផ្ទុយទៅវិញបរិយាកាសបានคล้ายទៅជាដូចជាការសម្ដែងហាក់ដូចជាការឈឺចាប់របស់ម៉ាលីសគឺជាការកំសាន្តឥតគិតថ្លៃនៅថ្ងៃត្រង់នោះម៉ាលីសអោនក្បាលមួយសន្ទុះក្តាប់ដៃទាំងពីរយ៉ាងណែនព្យាយាមទប់ទឹកភ្នែកដែលជិតហូរនាងដឹងថាប្រសិនបើនាងយំឥឡូវនេះទំនុកចិត្តនិងកិត្តិយសទាំងអស់របស់នាងនឹងដួលរំនៅចំពោះមុខអ្នកប្រព្រឹត្តអំពើអយុត្តិធម៌ទាំងនោះដោយលំបាកនាងក៏ក្រោកឈរត្រង់ម្ដងទៀតសម្លឹងមើលមន្ត្រីនគរបាលម្នាក់ដែលកំពុងរងចាំការវាយប្រហារបន្ទាប់ទោះបីជារាងកាយរបស់នាងចាប់ផ្ដើមចុះខ្សោយនិងការឈឺចាប់កាន់តែខ្លាំងក៏ដោយក៏ស្មារតីនៅក្នុងខ្លួនរបស់នាងមិនទាន់រលត់ឡើយនៅចន្លោះការឈឺចាប់និងភាពអស់កម្លាំងម៉ាលីសនៅតែព្យាយាមរក្សាជំហរការពារនាងដឹងច្បាស់ថារាល់វិនាទីដែលនាងទប់ទល់គឺជាជ័យជំនះតូចមួយប្រឆាំងនឹងភាពភ័យខ្លាចទោះបីជារាងកាយរបស់នាងចាប់ផ្ដើមរងរបួសក៏ដោយម៉ាលីសព្យាយាមបង្ហាញថានាងមិនមែនជាជនរងគ្រោះដែលងាយចាញ់ឡើយរង្វង់មន្ត្រីនគរបាលកាន់តែរឹតបន្តឹងចន្លោះផ្លាស់ទីរបស់នាងប៉ុន្តែម៉ាលីសនៅតែឈរត្រង់ត្រៀមខ្លួនប្រឈមមុខនឹងអ្វីដែលនឹងមកដល់បន្ទាប់ឈាមនៅជ្រុងមាត់ម៉ាលីសកាន់តែហូរខ្លាំងប៉ុន្តែនាងមិនខ្វល់ឡើយដោយដង្ហើមហត់នឿយនាងលើកដៃជូតឈាមនោះភ្នែករបស់នាងសម្លឹងមើលយ៉ាងមុតទៅកាន់មន្ត្រីនគរបាលដែលនៅតែឡោមព័ទ្ធនាងមានកំហឹងនឹងការតាំងចិត្តបានលេចឡើងជំនួសភាពភ័យខ្លាចរាងកាយរបស់នាងពិតជាឈឺចាប់ប៉ុន្តែនៅក្នុងគំនិតរបស់នាងមានតែបំណងតែមួយគត់គឺកុំឲ្យពួកគេឈ្នះដោយមធ្យោបាយយកខ្វក់ម៉ាលីសក្តាប់កណ្ដាប់ដៃរួចស្រែកយ៉ាងខ្លាំងថា
កខ្ញុំនឹងមិនចាញ់អ្នកដូចជាអ្នកទាំងនេះទេគឺសំឡេងរបស់នាងបន្លឺឡើងពេញទីធ្លាធ្វើឲ្យមន្ត្រីនគរបាលមួយចំនួនដែលកំពុងមើលភ្ញាក់ផ្អើលមន្ត្រីនគរបាលម្នាក់ព្យាយាមវាយប្រហារម្ដងទៀតលើកដៃទៅកាន់ក្បាលម៉ាលីសប៉ុន្តែលើកនេះម៉ាលីសលែងគ្រាន់តែការពារទៀតហើយដោយប្រតិកម្មរហ័សនាងបានលោតទៅចំហៀងយ៉ាងលឿនគេចពីការវាយប្រហារនោះដោយមិនស្ទាក់ស្ទើរនាងបានវាយបកវិញភ្លាមជើងស្តាំរបស់នាងធ្វើចលនាយ៉ាងលឿនទាត់ជង្គង់គូប្រកួតយ៉ាងខ្លាំងនិងចំគោលដៅមន្ត្រីនគរបាលនោះបានស្រែកជង្គង់របស់គាត់ទន់ហើយខ្លួនរបស់គាត់បានដួលទៅដីបណ្ដាលកាន់ជើងបណ្ដាលអ្នកទាំងអស់គ្នាដែលកំពុងមើលបានស្ងៀមមួយសន្ទុះមិននឹកស្មានថាម៉ាលីសនៅតែអាចវាយបកវិញបាននៅក្នុងស្ថានភាពដែលបានរងរបួសយ៉ាងខ្លាំងនោះទេជ័យជំនះនោះបានធ្វើឲ្យស្មារតីម៉ាលីសកើនឡើងទោះបីដង្ហើមរបស់នាងនៅតែហត់នឿយក៏ដោយក៏ក្រសែភ្នែករបស់នាងកាន់តែមុតស្រួចនិងពោពេញដោយការប្រឈមនាងដើរថយក្រោយរក្សាគម្លាតពីមន្ត្រីនគរបាលផ្សេងទៀតដែលឥឡូវនេះមើលទៅប្រុងប្រយ័ត្នជាងមុនខ្លះក្នុងចំណោមពួកគេផ្លាស់ប្ដូរក្រសែភ្នែកគ្នាទៅវិញទៅមកចាប់ផ្ដើមបាត់បង់ទំនុកចិត្តបន្ទាប់ពីឃើញមិត្តរួមការងាររបស់ពួកគេដួលទៅដីដោយសារក្មេងស្រីវ័យក្មេងម្នាក់ដែលពួកគេធ្លាប់មើលងាយបរិយាកាសនៅទីធ្លាបានផ្លាស់ប្ដូរទាំងស្រុងសំឡេងចំអកបានបាត់បន្តិចម្ដងជំនួសដោយភាពស្ងៀមស្ងាត់និងភាពតានតឹងថ្មីឥឡូវនេះមិនមែនត្រឹមតែម៉ាលីសទេដែលមានអារម្មណ៍ថាត្រូវបានច្រានចូលជ្រុងប៉ុន្តែក៏មន្ត្រីនគរបាលដែលដឹងថាគូប្រកួតរបស់ពួកគេមិនទន់ខ្សោយដូចដែលពួកគេគិតនោះទេម៉ាលីសខ្លួនឯងដឹងថាចំណុចរបត់បានកើតឡើងហើយឥឡូវនេះឱកាសដើម្បីសង្សឹកនិងបង្ហាញកិត្តិយសរបស់នាងគឺនៅចំពោះមុខពេលមន្ត្រីនគរបាលម្នាក់ដួលម៉ាលីសភ្លាមក៏ធ្វើចលនាយ៉ាងលឿនជាងមុននាងដឹងថាវាមិនអាចទៅរួចទេក្នុងការពឹងផ្អែកលើកម្លាំងដូច្នេះនាងបានជ្រើសរើសល្បឿននិងភាពរហ័សរហួនមន្ត្រីនគរបាលម្នាក់ព្យាយាមចាប់ដៃរបស់នាងពីចំហៀងប៉ុន្តែម៉ាលីសអាចគេចបានរួចចាប់យកដំបងឈើមួយដែលដេកនៅជិតកន្លែងចតឡានដោយគ្រវីម្ដងយ៉ាងលឿននាងបានវាយដៃគូប្រកួតរបស់នាងរហូតដល់មន្ត្រីនគរបាលនោះស្រែកហើយដកថយម្នាក់ទៀតព្យាយាមរុញនាងទៅកាន់តូចមួយនៅជ្រុងទីធ្លាប៉ុន្តែម៉ាលីសបែរជាប្រើទៅនោះជាកន្លែងការពាររួចទាត់ចង្កេះគូប្រកួតរបស់នាងរហូតដល់ដួលទៅដីស្ថានភាពបានប្រែជាច្របូកច្របល់មន្ត្រីនគរបាល2នាក់បានដេកឈឺចាប់ខណៈដែល2នាក់ទៀតឥឡូវនេះមើលទៅស្ទាក់ស្ទើរតើនេះជាអ្វីក្មេងនេះអាចប្រយុទ្ធបានឬម្នាក់ក្នុងចំណោមពួកគេស្រែកមិនជឿនឹងអ្វីដែលកំពុងកើតឡើងមិនទាន់និយាយចប់ផងម៉ាលីសបានឆ្លៀតឱកាសនាងធ្វើចលនាយ៉ាងលឿនទៅកាន់គាត់ហើយបោកដំបងឈើទៅលើថ្កាមរបស់មន្ត្រីនគរបាលនោះខ្លួនរបស់គាត់ត្រេតត្រោតរួចដួលទៅដីគ្មានកម្លាំងនៅសល់តែគូប្រកួតម្នាក់ទៀតដែលនៅតែឈរមន្ត្រីនគរបាលនោះព្យាយាមវាយប្រហារពីក្រោយប៉ុន្តែម៉ាលីសបានត្រៀមខ្លួនរួចជាស្រេចនាងបង្វិលខ្លួនវាយដៃគូប្រកួតរបស់នាងរួចបោកគាត់ទៅដីដោយកាយវិការសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពចលនាទាំងអស់ត្រូវបានធ្វើឡើងដោយមិនស្ទាក់ស្ទើរការផ្ដោតអារម្មណ៍របស់ម៉ាលីសឥឡូវនេះមានតែមួយគឺការពារខ្លួននិងឈ្នះនាងប្រើប្រាស់វត្ថុទាំងអស់ដែលនាងអាចចាប់បានដោយឆ្លៀតឱកាសរាល់ចន្លោះដើម្បីកាត់បន្ថយចំនួនគូប្រកួតក្នុងរយៈពេលខ្លីមន្ត្រី4នាក់របស់លោកវីរៈបានដួលទៅដីនៅទីធ្លាមន្ត្រីនគរបាលផ្សេងទៀតដែលធ្លាប់មើលដោយចំអកឥឡូវនេះបែរជាស្ងៀមស្ងាត់ទប់ដង្ហើមគ្មានការចំអកអ្វីទៀតទេនៅសល់តែអារម្មណ៍កោតសរសើរលីលំនឹងការភ័យខ្លាចម៉ាលីសឈរត្រង់កណ្ដាលរង្វង់គូប្រកួតដែលដេកដួលដង្ហើមរបស់នាងធ្ងន់ប៉ុន្តែភ្នែករបស់នាងនៅតែឆេះសន្ធោនាងដឹងថានៅសល់តែគូប្រកួតចុងក្រោយដែលត្រូវប្រឈមមុខលោកវីរៈខ្លួនឯងឃើញមន្ត្រី4នាក់របស់គាត់ដេកដួលទៅដីទឹកមុខរបស់គាត់កាន់តែងឹតគាត់លែងអាចលាក់បាំងកំហឹងនិងភាពអាម៉ាស់នៅចំពោះមុខសាក្សីជាច្រើនទៀតហើយគាត់បោះជំហានទៅមុខដោយជំហានធំរាងកាយដ៏ធំរបស់គាត់ឥឡូវនេះបានបាំងពន្លឺព្រះអាទិត្យសម្រាប់ម៉ាលីសទាំងស្រុងដោយសំឡេងធ្ងន់ដែលញ័រដោយអារម្មណ៍លោកវីរៈនិយាយយ៉ាងខ្លីថាវល់មុំលេងទៅទឹកដុំរបស់គាត់មើងម៉ាត់ពោពេញដោយការគំរាមកំហែងគាត់មិនបានរងចាំយូរទេពេលចម្ងាយគ្រប់គ្រាន់គាត់ក៏បានបោកកណ្ដាប់ដៃដ៏ធំមួយទៅកាន់ក្បាលម៉ាលីសភ្លាមដៃធំរបស់គាត់រំកិលយ៉ាងលឿនដូចជាញ័រប៉ុន្តែម៉ាលីសបានត្រៀមខ្លួនរួចជាស្រេចនាងដឹងថាកម្លាំងរបស់លោកវីរៈខ្ពស់ជាងនាងឆ្ងាយប៉ុន្តែភាពរហ័សរហួននិងការផ្ដោតអារម្មណ៍គឺជាគុណសម្បត្តិរបស់នាងពេលការវាយប្រហារដ៏ធំនោះជិតមកដល់ម៉ាលីសអោនខ្លួនយ៉ាងលឿនបណ្ដោយឲ្យដៃរបស់លោកវីរៈគ្រាន់តែឆ្លងកាត់ខ្យល់ទេដោយចលនាប្រតិកម្មរហ័សនាងបានលើកជង្គង់អស់ពីកម្លាំងហើយបុកពោះលោកវីរៈពីចម្ងាយជិតបំផុតការប៉ះទង្គិចនោះឡើងរហូតដល់ឮសំឡេងដកដង្ហើមរបស់លោកវីរៈដែលត្រូវបានទប់បរោះមៀតធំនោះក៏អោនខ្លួនភ្លាមដៃទាំងពីររបស់គាត់កាន់ពោះរបស់គាត់បណ្ដាលធ្ងោបណ្ដាលមួយសន្ទុះពេលវេលាហាក់ដូចជាយឺតលោកវីរៈដែលកន្លងមកមានទំនុកចិត្តនិងមានឥទ្ធិពលខ្លាំងឥឡូវនេះមើលទៅភ្ញាក់ផ្អើលសូម្បីតែវិវុដោយសារការវាយប្រហារសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពនោះមន្ត្រីនគរបាលដែលកំពុងមើលបានស្ងៀមស្ងាត់មិនជឿនឹងអ្វីដែលពួកគេទើបតែបានឃើញម៉ាលីស
ខ្លួនឯងដឹងថានេះគឺជាឱកាសតែមួយគត់ដើម្បីយកឈ្នះគូប្រកួតរបស់នាងមិនបានរងចាំឲ្យលោកវីរៈជាសេះស្បើយទេភ្នែករបស់នាងបន្តសង្កេតមើលរាល់ចលនារបស់បុរសនោះដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារបន្ទាប់ទោះបីជាកម្លាំងរបស់ម៉ាលីសបានអស់ជាច្រើនក៏ដោយក៏អាដ្រេណាឡិននិងស្មារតីដើម្បីការពារខ្លួនបានធ្វើឲ្យនាងនៅតែផ្ដោតអារម្មណ៍នាងរក្សាគម្លាតត្រៀមខ្លួនប្រឈមមុខនឹងជំហានបន្ទាប់ពីលោកវីរៈឥឡូវនេះការប្រយុទ្ធបានផ្លាស់ប្ដូរទាំងស្រុងមិនមែនគ្រាន់តែជាការការពារម៉ូតូទៀតទេប៉ុន្តែជាការប្រថុយប្រថានកិត្តិយសប្រឆាំងនឹងការរំលោភបំពានអំណាចដែលបានហួសពីដែនកំណត់លោកវីរៈនៅតែអោនខ្លួនព្យាយាមរក្សាលំនឹងដង្ហើមរបស់គាត់បណ្ដាលទប់ការឈឺចាប់ក្នុងពោះបណ្ដាលប៉ុន្តែម៉ាលីសមិនបានផ្ដល់ឱកាសឲ្យគាត់ក្រោកឈរឡើយនាងដឹងថានេះគឺជាពេលសម្រេចចិត្តមិនត្រូវស្ទាក់ស្ទើរបន្តិចសោះដោយជំហានរហ័សម៉ាលីសបានរំកិលទៅចំហៀងហើយភ្លាមក៏បានបោកទាត់យ៉ាងខ្លាំងទៅលើជង្គង់លោកវីរៈរាងកាយដ៏ធំនោះបានរង្គើជង្គង់របស់គាត់បានបត់យ៉ាងខ្លាំងរហូតដល់គាត់ដួលលុតជង្គង់លើផ្លូវកៅស៊ូក្តៅយឺសំឡេងធ្ងោតិចចេញពីមាត់លោកវីរៈប៉ុន្តែគាត់លែងអាចឈរឲ្យមានលំនឹងទៀតហើយឃើញគូប្រកួតរបស់នាងបាត់បង់លំនឹងម៉ាលីសបានប្រមូលកម្លាំងដែលនៅសល់របស់នាងបោះជំហានទៅមុខហើយដោយក្រវីដៃយ៉ាងម៉ឺងម៉ាត់បោកចង្ការលោកវីរៈជាមួយនឹងការវាយចំយ៉ាងខ្លាំងពីក្រោមទៅលើក្បាលលោកវីរៈបានងើបឡើងខ្លួនរបស់គាត់ត្រេតត្រោតរួចយឺតក៏ដួលទៅដីដេកដួលគ្មានកម្លាំងនៅកណ្ដាលទីធ្លាអធិការដ្ឋាននគរបាលសម្លេងប៉ះទង្គិចខ្លួនរបស់គាត់ជាមួយផ្លូវកៅស៊ូបានបំបែកភាពស្ងៀមស្ងាត់ដែលបានទប់ភាពតានតឹងតាំងពីមុនមកគ្មានមន្ត្រីនគរបាលផ្សេងទៀតហ៊ានធ្វើចលនាឡើយពួកគេទាំងអស់ឈរស្ងៀមស្ងាត់មើលថ្នាក់លើរបស់ពួកគេដួលដោយសារស្ត្រីវ័យក្មេងអ្នកដែលពួកគេធ្លាប់មើលងាយតាំងពីដំបូងគ្មានសំឡេងចំអកឬស្រែកហូទៀតទេអ្វីដែលនៅសល់គឺភាពស្ងៀមស្ងាត់ពោពេញដោយភាពមិនជឿមន្ត្រីមួយចំនួនថែមទាំងអោនក្បាលមិនហ៊ានសម្លឹងមើលម៉ាលីសដែលឥឡូវនេះឈរត្រង់កណ្ដាលរង្វង់គូប្រកួតដែលត្រូវបានវាយបកដង្ហើមម៉ាលីសហត់នឿយទ្រូងឡើងចុះយ៉ាងខ្លាំងខ្លួនរបស់នាងពោពេញដោយរបួសនិងញើសប៉ុន្តែក្រសែភ្នែករបស់នាងនៅតែឆេះសន្ធោបញ្ជាក់ពីការតាំងចិត្តដែលមិនទាន់រលត់នាងដឹងថាការប្រយុទ្ធនេះមិនមែនគ្រាន់តែជារឿងម៉ូតូរបស់នាងទេប៉ុន្តែជាការប្រឆាំងនឹងភាពអយុត្តិធម៌ដែលបានកើតឡើងជាយូរមកហើយនៅកណ្ដាលភាពស្ងៀមស្ងាត់ជ័យជំនះរបស់ម៉ាលីសឈរជាការព្រមានដ៏ខ្លាំងសម្រាប់អ្នកណាដែលមើលឃើញភាពស្ងៀមស្ងាត់បានគ្រប់ដណ្ដប់ពេញទីធ្លាអធិការដ្ឋាននគរបាលគ្មានសំឡេងសើចដែលនៅសល់គ្មានការចំអកឬខ្សឹបខ្សៀវមើលងាយទៀតទេមន្ត្រីនគរបាលដែលធ្លាប់មានទំនុកចិត្តពេញខ្លួនឥឡូវនេះគ្រាន់តែឈរស្ងៀមខ្លះថែមទាំងងាកបែរមុខចេញមិនហ៊ានសម្លឹងមើលម៉ាលីសដែលឈរត្រង់កណ្ដាលសង្វៀនខ្លួនប្រាណម៉ាលីសនៅតែមើលទៅជាមឯកសណ្ឋានរបស់នាងងខ្វក់និងពោពេញដោយស្លាកស្នាមប៉ុន្តែក្រសែភ្នែករបស់នាងនៅតែមុតស្រួចនិងមិនរង្គើបន្តិចសោះនាងសម្លឹងមើលជុំវិញដោយម៉ឺងម៉ាត់ធ្វើឲ្យប្រាកដថាអ្នកគ្រប់គ្នាដែលបានមើលការប្រយុទ្ធនោះយល់ច្បាស់ពីសារដែលនាងចង់ញើមន្ត្រីនគរបាលមួយចំនួនដែលធ្លាប់ហ៊ានញឹមប្រហើនឥឡូវនេះបែរជាមើលទៅប្រុងប្រយ័ត្នខ្លះទៀតអោនក្បាលខ្មាស់អៀនគ្មាននរណាម្នាក់ក្នុងចំណោមពួកគេហ៊ានធ្វើចលនាអ្វីឡើយមិនបាច់និយាយពីការនិយាយនោះទេវិនាទីបានកន្លងផុតទៅយ៉ាងយឺតខ្យល់មានអារម្មណ៍ធ្ងន់ហើយរាល់ការស្រូបដង្ហើមឬសូរយ៉ាងច្បាស់នៅកណ្ដាលបរិយាកាសតានតឹងដែលកាន់តែក្រាស់គ្មាននរណាម្នាក់ហ៊ានប៉ះលោកវីរៈដែលនៅតែដេកដួលលើដីឡើយទាំងមិនហ៊ានចូលទៅជិតម៉ាលីសដែលឈរនៅកណ្ដាលរង្វង់នោះដែរដោយដង្ហើមនៅតែហត់នឿយម៉ាលីសលើកចង្ការរបស់នាងខ្ពស់បន្តិចសម្លេងរបស់នាងខ្លាំងនិងម៉ឺងម៉ាត់បានបំបែកភាពស្ងៀមស្ងាត់ឥឡូវនេះអ្នកណាទៀតចង់និយាយពីរឿង$50ពាក្យទាំងនោះដូចជាការទះកំភ្លៀងយ៉ាងខ្លាំងសម្រាប់អ្នកទាំងអស់គ្នាដែលបានមកចូលរួមគ្មាននរណាម្នាក់ហ៊ានឆ្លើយឡើយភាពក្លាហានរបស់ម៉ាលីសបានបង្វែរស្ថានភាពទាំងស្រុងធ្វើឲ្យមន្ត្រីនគរបាលអសិលធម៌ទាំងនោះបាត់បង់មុខមាត់នៅចំពោះមុខមិត្តរួមការងាររបស់ពួកគេដោយមិនរងចាំប្រតិកម្មបន្តទៀតម៉ាលីសបានបោះជំហានចេញពីរង្វង់នោះចាក់ចេញពីលោកវីរៈនិងមន្ត្រីរបស់គាត់ដែលបានដួលទៅដីនាងដើរត្រង់ទៅកាន់បន្ទប់ស្តុកម៉ូតូមិនងាកក្រោយមើលឡើយរាល់ជំហានរបស់នាងគឺជាភស្តុតាងជាក់ស្ដែងថាភាពក្លាហានអាចប្រឆាំងនឹងភាពអយុត្តិធម៌ហើយថ្ងៃនោះស្ត្រីវ័យក្មេងម្នាក់បានក្លាយជានិមិត្តរូបនៃការតស៊ូនៅទីធ្លាអធិការដ្ឋាននគរបាលនោះលុះព្រឹកឡើងស្ថានភាពនៅស្នងការដ្ឋាននគរបាលបានផ្លាស់ប្ដូរទាំងស្រុងគ្មានបរិយាកាសស្រស់ឬការសន្ទនាធម្មតានៅទីធ្លាដូចមុនទៀតទេតាំងពីព្រឹកព្រលឹមដំណឹងអំពីការប្រយុទ្ធរវាងម៉ាលីសនិងមន្ត្រីនគរបាលអសិលធម៌បានរីករាលដាលនៅក្នុងក្រុមបណ្ដាញសង្គមនិងកម្មវិធីផ្ញើសារផ្សេងវីដេអូមួយចំនួនដែលថតហេតុការណ៍ដោយសម្ងាត់ដោយពលរដ្ឋនិងនគរបាលដែលកំពុងមើលបានរីករាលដាលយ៉ាងឆាប់រហ័សប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំងនៅពេលឃើញអំពើជំរិតទារប្រាក់និងអំពើហិង្សាដែលប្រព្រឹត្តដោយមន្ត្រីរដ្ឋាភិបាលប្រឆាំងនឹងប្រជាពលរដ្ឋជាពិសេសចំពោះស្ត្រីវ័យក្មេងម្នាក់មករិះគន់យ៉ាងខ្លាំងនឹងការទាមទារយុត្តិធម៌បានលេចឡើងបន្ថែមសម្ពាធលើស្ថាប័ននគរបាលមូលដ្ឋាន
ជាការឆ្លើយតបនឹងកំហឹងសាធារណៈក្រុមពីនាយកដ្ឋានស៊ើបអង្កេតផ្ទៃក្នុង PROPAM របស់នគរបាលជាតិជាស្ថាប័នស្រដៀងនឹង PROPAM នៅឥណ្ឌូនេស៊ីបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សពួកគេបានមកដល់អធិការដ្ឋាននគរបាលនោះដោយគ្មានការជូនដំណឹងជាមុនដោយធ្វើការត្រួតពិនិត្យភ្លាមពេលទៅដល់ក្រុម PROPAM បានប្រមូលមន្ត្រីនគរបាលទាំងអស់ដែលបំពេញភារកិច្ចនៅថ្ងៃកើតហេតុរួមទាំងលោកវីរៈនិងមន្ត្រី4នាក់របស់គាត់ដែលបានចូលរួមផ្ទាល់ក្នុងឧបត្តិហេតុនោះសមាជិកម្នាក់ត្រូវបានសាកសួរម្ដងមួយគ្មាននរណាម្នាក់អាចគេចផុតឡើយអ្នកទាំងអស់នេះដែលមកចូលរួមត្រូវបានតម្រូវឲ្យផ្ដល់សក្ខីកម្មដោយស្មោះត្រង់ទាំងអ្នកដែលបានឃើញផ្ទាល់និងអ្នកដែលបានចូលរួមការត្រួតពិនិត្យដំណើរការយ៉ាងតឹងរ៉ឹងនិងដំណាភៀបក្រុម PROPAM មិនត្រឹមតែពឹងផ្អែកលើសក្ខីកម្មរបស់សមាជិកប៉ុណ្ណោះទេប៉ុន្តែក៏បានត្រួតពិនិត្យភស្តុតាងជាក់ស្ដែងដូចជាវីដេអូរូបថតក៏ដូចជាឯកសាររដ្ឋបាលដែលទាក់ទងនឹងករណីពិន័យរបស់ម៉ាលីរាល់ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ត្រូវបានវិភាគនិងផ្គូផ្គងជាមួយសក្ខីកម្មរបស់សាក្សីដំណើរការទាំងមូលបានធ្វើឡើងក្រោមការត្រួតពិនិត្យផ្ទាល់ពីប្រធាន PROPAM ដែលចង់ធានាថាគ្មានទិន្នន័យឬការពិតណាមួយត្រូវបានលាក់បាំងឡើយក្នុងរយៈពេលប៉ុន្មានម៉ោងព្រឹត្តិការណ៍ទាំងមូលបានលេចឡើងយ៉ាងច្បាស់ហើយគ្មានអ្នកប្រព្រឹត្តម្នាក់ណាអាចគេចផុតឡើយលទ្ធផលនៃការត្រួតពិនិត្យរបស់ PROPAM ត្រូវបានរាយការណ៍ភ្លាមទៅកាន់ថ្នាក់ដឹកនាំនគរបាលខេត្តការរកឃើញរបស់ពួកគេបានបង្ហាញថាលោកវីរៈនិងមន្ត្រីរបស់គាត់ពិតជាបានប្រព្រឹត្តអំពើជំរិតទារប្រាក់និងអំពើហិង្សាដែលបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័នគ្មានការលើកលែងសម្រាប់បទល្មើសធ្ងន់ធ្ងរបែបនេះឡើយដោយមានភស្តុតាងដ៏រឹងមាំនៅក្នុងដៃថ្នាក់ដឹកនាំ PROPAM បានសង្កត់ធ្ងន់ថាទណ្ឌកម្មយ៉ាងតឹងរ៉ឹងនឹងការបន់ទិញចេញពីការងារនឹងត្រូវបានអនុវត្តភ្លាមតាមច្បាប់ដែលបានអនុវត្តនៅក្នុងជួរនគរបាលបន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងបានបញ្ចប់ថ្នាក់ដឹកនាំនគរបាលបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដោយមិនបង្អង់យូរលោកវីរៈនិងមន្ត្រី4នាក់របស់គាត់ត្រូវបានរកឃើញថាមានកំហុសពីបទរំលោភក្រមសីលធម៌វិជ្ជាជីវៈរបស់នគរបាលជាតិពួកគេត្រូវបានរកឃើញថាបានប្រព្រឹត្តអំពើជំរិតទារប្រាក់ការគំរាមកំហែងនិងអំពើហិង្សារាងកាយចំពោះប្រជាពលរដ្ឋនៅក្នុងកិច្ចប្រជុំពិសេសមួយដែលចូលរួមដោយមន្ត្រីនគរបាលខេត្តលទ្ធផលនៃការស៊ើបអង្កេតត្រូវបានអានដោយបើកចំហគ្មានការការពារណាមួយអាចជួយសង្គ្រោះមន្ត្រីអសិលធម៌ទាំង5រូបនោះពីការដាក់ទណ្ឌកម្មឡើយផុសទៅតាំងទាំងអស់ច្បាស់ណាស់ហើយការពិតនៃការរំលោភបំពានត្រូវបានលាតត្រដាងនៅចំពោះមុខសាធារណជនជំហានបន្ទាប់លិខិតបណ្តេញចេញពីការងារដោយគ្មានកិត្តិយសត្រូវបានរៀបចំនិងអនុម័តដោយមន្ត្រីមានសមត្ថកិច្ចភ្លាមដំណើរការបណ្តេញចេញត្រូវបានអនុវត្តជាផ្លូវការនិងបើកចំហនៅទីធ្លាអធិការដ្ឋាននគរបាលសមាជិកនគរបាលទាំងអស់ត្រូវបានប្រមូលផ្ដុំគ្នាតម្រូវឲ្យឈរតម្រង់ជួរមើលដំណើរការអានលិខិតបណ្តេញចេញឈ្មោះអ្នករំលោភបំពានម្នាក់ត្រូវបានអានអំដោយព័ត៌មានលម្អិតអំពីបទល្មើសដែលពួកគេបានប្រព្រឹត្តគ្មានសមាជិកណាម្នាក់ហ៊ានបដិសេធឬលាក់បាំងកំហុសរបស់មិត្តរួមការងាររបស់ពួកគេឡើយសាក្សីទាំងអស់បានស្ដាប់ដោយស្ងៀមស្ងាត់និងឃើញផ្ទាល់ពីផលវិបាកនៃការរំលោភបំពានពាក្យសច្ចាប្រណិធានវិជ្ជាជីវៈលោកវីរៈនិងមន្ត្រី4នាក់របស់គាត់គ្រាន់តែអាចឈរអោនក្បាលទទួលយកទណ្ឌកម្មបណ្តេញចេញពីការងារដោយគ្មានកិត្តិយសគ្មានឯកសណ្ឋានទៀតទេគ្មានអំណាចទៀតទេពួកគេបានបាត់បង់សិទ្ធិតំណែងនិងកិត្តិយសនៅចំពោះមុខមិត្តរួមការងាររបស់ពួកគេផ្ទាល់ពេលនោះត្រូវបានចាត់ទុកជាការព្រមានដ៏ខ្លាំងនិងជាក់ស្ដែងថាស្ថាប័ននគរបាលនឹងមិនអត់អន់ចំពោះការរំលោភក្រមសីលធម៌ឡើយជាពិសេសអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋដំណើរការបណ្តេញចេញនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងបរិស្ថានស្នងការដ្ឋាននគរបាលសមាជិកនគរបាលទាំងអស់ដែលបានមើលឃើញត្រូវបានរំលឹកឡើងវិញអំពីសារៈសំខាន់នៃការរក្សាភាពស្មោះត្រង់និងការទទួលខុសត្រូវក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ហេតុការណ៍នេះបានក្លាយជាការព្រមាននិងមេរៀនជាក់ស្ដែងថាសកម្មភាពខុសឆ្គងតូចតាចបំផុតក៏អាចនាំទៅរកការបំផ្លិចបំផ្លាញអាជីពកិត្តិយសនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលបានកសាងឡើងយ៉ាងលំបាកផងដែរប៉ុន្មានថ្ងៃបន្ទាប់ពីការសម្រេចចិត្តបណ្តេញចេញនគរបាលខេត្តសៀមរាបបានចាត់វិធានការយ៉ាងសកម្មដោយរៀបចំសន្និសីទសារព័ត៌មានបើកចំហព្រឹត្តិការណ៍នោះត្រូវបានចូលរួមដោយអ្នកកាសែតពីប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពនិងអេឡិចត្រូនិកជាច្រើនហើយត្រូវបានផ្សាយផ្ទាល់តាមរយៈបណ្ដាញផ្លូវការរបស់ស្ថាប័ននគរបាលនៅចំពោះមុខកាមេរ៉ានិងមីក្រូហ្វូនជាច្រើនអ្នកនាំពាក្យនគរបាលបានឈរយ៉ាងម៉ឺងម៉ាត់ហើយភ្លាមបានថ្លែងការសុំទោសចំពោះប្រជាពលរដ្ឋគាត់បានសង្កត់ធ្ងន់ថាអ្វីដែលលោកវីរៈនិងមន្ត្រី4នាក់របស់គាត់បានធ្វើគឺជាការរំលោភបំពានធ្ងន់ធ្ងរហើយមិនអាចអត់អន់បាននៅក្នុងជួរនគរបាលជាតិឡើយនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់អ្នកនាំពាក្យបានសុំទោសជាពិសេសចំពោះកញ្ញាម៉ាលីនិងក្រុមគ្រួសាររបស់នាងគាត់បានសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះហេតុការណ៍ជំរិតទារប្រាក់និងអំពើហិង្សាដែលបានកើតឡើងចំពោះជនរងគ្រោះក្នុងពេលជាមួយគ្នានេះគាត់បានសង្កត់ធ្ងន់ថាអាកប្បកិរិយាបែបនេះគឺជាទម្រង់នៃការរំលោភបំពានអំណាចដែលផ្ទុយនឹងគោលការណ៍បម្រើសាធារណៈ
យើងសូមអភ័យទោសចំពោះអាកប្បកិរិយាដ៏អាម៉ាស់ដែលប្រព្រឹត្តដោយសមាជិករបស់យើងនេះគឺជាបទល្មើសធ្ងន់ធ្ងរដែលបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័នគាត់បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានសេចក្តីថ្លែងការណ៍នេះត្រូវបានអមដោយការបដិញ្ញាចិត្តបើកចំហក្នុងការបន្តធ្វើកំណែទម្រង់និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅក្នុងបរិស្ថានផ្ទៃក្នុងរបស់នគរបាលអ្នកនាំពាក្យក៏បានសង្កត់ធ្ងន់ថាវិធានការតឹងរ៉ឹងប្រឆាំងនឹងការរំលោភបំពានគឺជាទម្រង់នៃការទទួលខុសត្រូវរបស់ស្ថាប័នចំពោះសាធារណជនគាត់បានពន្យល់ថាគ្មានសមាជិកណាម្នាក់អាចរួចផុតពីទណ្ឌកម្មផ្លូវច្បាប់ឡើយប្រសិនបើត្រូវបានរកឃើញថាបានប្រព្រឹត្តបទល្មើសជាពិសេសអ្វីដែលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងសន្និសីទនោះនគរបាលបានប្រកាសការបដិញ្ញាចិត្តក្នុងការបន្តតាមដានរាល់របាយការណ៍របស់ប្រជាពលរដ្ឋដោយតម្លាភាពនិងវិជ្ជាជីវៈពួកគេក៏បានបើកសេវាប្តឹងបរិហារដែលងាយស្រួលចូលប្រើប្រាស់ដោយប្រជាពលរដ្ឋដែលជាទម្រង់នៃការកែលម្អជាបន្តបន្ទាប់ការបំភ្លឺផ្លូវការនេះបានទទួលការឆ្លើយតបជាវិជ្ជមានពីសាធារណជនទូទៅភាគីជាច្រើនបានចាត់ទុកវិធានការតម្លាភាពនិងម៉ឺងម៉ាត់របស់នគរបាលជាឧទាហរណ៍ជាក់ស្ដែងនៃការអនុវត្តវិន័យនិងវិជ្ជាជីវៈនៅក្នុងជួរនគរបាលជាតិហេតុការណ៍នេះបានក្លាយជាការរំលឹកថាទំនុកចិត្តរបស់សាធារណជនគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតដែលត្រូវតែរក្សាជានិច្ចហើយរាល់ការរំលោភបំពានត្រូវតែឆ្លើយតបដោយសកម្មភាពជាក់ស្ដែងមិនមែនត្រឹមតែសេចក្តីថ្លែងការណ៍ទេនោះទេបន្ទាប់ពីដំណើរការផ្លូវច្បាប់និងការបំភ្លឺជាផ្លូវការពីនគរបាលកញ្ញាម៉ាលីសបានទទួលការអញ្ជើញជាផ្លូវការពីថ្នាក់ដឹកនាំនគរបាលខេត្តសៀមរាបការអញ្ជើញនោះមិនមែនសម្រាប់សាកសួរទេប៉ុន្តែជាទម្រង់នៃការគោរពនិងការសុំទោសដោយផ្ទាល់ចំពោះអំពើអយុត្តិធម៌ដែលនាងបានជួបប្រទះនៅស្នងការដ្ឋាននគរបាលថ្នាក់ដឹកនាំស្ថាប័នបានថ្លែងការសុំទោសដោយផ្ទាល់គាត់បានសង្កត់ធ្ងន់ថាហេតុការណ៍ស្រដៀងគ្នានឹងមិនត្រូវបានអនុញ្ញាតឲ្យកើតឡើងទៀតឡើយបរិយាកាសនៃកិច្ចប្រជុំបានប្រព្រឹត្តទៅជាផ្លូវការប៉ុន្តែពោរពេញដោយការគោរពដែលក្លាយជានិមិត្តរូបនៃការផ្លាស់ប្តូរអាកប្បកិរិយានៅក្នុងបរិស្ថាននគរបាលក្នុងឱកាសនោះម៉ាលីសក៏បានទទួលបានសរសើរដែលត្រូវបានផ្ដល់ឲ្យជាសាធារណៈនៅចំពោះមុខសមាជិកនគរបាលនិងតំណាងប្រជាពលរដ្ឋពានរង្វាន់នេះត្រូវបានផ្ដល់ឲ្យចំពោះភាពក្លាហានរបស់នាងក្នុងការប្រឆាំងនឹងការជំរិតទារប្រាក់និងអំពើហិង្សាដែលប្រព្រឹត្តដោយមន្ត្រីអសិលធម៌ដោយសម្លេងម៉ឺងម៉ាត់ថ្នាក់ដឹកនាំនគរបាលបានថ្លែងថាភាពក្លាហានរបស់ម៉ាលីសគឺជាទម្រង់នៃការតស៊ូប្រឆាំងនឹងភាពអយុត្តិធម៌ក៏ដូចជាការរំលឹកសម្រាប់មន្ត្រីផ្សេងទៀតឲ្យរក្សាភាពស្មោះត្រង់និងទំនុកចិត្តរបស់ប្រជាពលរដ្ឋពេលប្រគល់បានសរសើរនោះត្រូវបានមើលឃើញដោយមនុស្សជាច្រើននិងត្រូវបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយពង្រឹងសារវិជ្ជមានពីស្ថាប័ននគរបាលការឆ្លើយតបពីប្រជាពលរដ្ឋក៏មានទំហំធំផងដែរពលរដ្ឋជាច្រើនបានផ្ញើការអបអរសាទរនិងការគាំទ្រចំពោះម៉ាលីសទាំងផ្ទាល់និងតាមរយៈបណ្ដាញសង្គមរូបភាពនិងវីដេអូនៃការប្រគល់រង្វាន់ដល់ម៉ាលីសបានរីករាលដាលយ៉ាងទូលំទូលាយបង្កឲ្យមានរលកនៃការកោតសរសើរនិងការពិភាក្សាជាសាធារណៈអំពីសារៈសំខាន់នៃការប្រឆាំងនឹងភាពអយុត្តិធម៌នៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតម៉ាលីសបានក្លាយជាឧទាហរណ៍ជាក់ស្ដែងថាភាពក្លាហានប្រឆាំងនឹងការរំលោភបំពានអំណាចមិនចាំបាច់មកពីឥស្សរជនធំនោះទេអ្នកណាក៏ដោយអាចធ្វើបានដរាបណាមានការតាំងចិត្តនិងគោលការណ៍រឿងរ៉ាវរបស់ម៉ាលីសឥឡូវនេះត្រូវបានចាត់ទុកជាការបំផុសគំនិតដោយមនុស្សជាច្រើនជាពិសេសយុវជនជំនាន់ក្រោយនាងត្រូវបានគេចាត់ទុកថាបានបង្ហាញថាយុត្តិធម៌អាចត្រូវបានតស៊ូទាមទារទោះបីជាត្រូវប្រឆាំងនឹងចរន្តក៏ដោយសាលារៀនសហគមន៍និងអង្គការសង្គមស៊ីវិលជាច្រើនបានអញ្ជើញម៉ាលីសឲ្យចែករំលែកបទពិសោធន៍ពង្រឹងសារថាភាពម៉ឺងម៉ាត់និងភាពក្លាហានគឺជាគន្លឹះនៃការផ្លាស់ប្ដូរនៅក្នុងសង្គមជោគជ័យរបស់ម៉ាលីសបានក្លាយជាកម្លាំងជំរុញសម្រាប់មនុស្សជាច្រើនមិនឲ្យនៅស្ងៀមនៅពេលប្រឈមមុខនឹងអំពើអយុត្តិធម៌គ្រប់ទីកន្លែងនិងពីនរណាម្នាក់បន្ទាប់ពីព្រឹត្តិការណ៍បណ្តេញចេញនិងការបំភ្លឺជាសាធារណៈការផ្លាស់ប្ដូរដ៏ធំភ្លាមបានកើតឡើងនៅក្នុងបរិស្ថានស្នងការដ្ឋាននគរបាលខេត្តសៀមរាបគ្មានបរិយាកាសស្រស់និងប្រងើយកន្តើយដូចមុនទៀតទេថ្នាក់ដឹកនាំថ្មីរបស់អធិការដ្ឋាននគរបាលខេត្តសៀមរាបបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយអនុវត្តច្បាប់ទាំងអស់យ៉ាងតឹងរ៉ឹងសមាជិកនគរបាលគ្រប់រូបត្រូវបានតម្រូវឲ្យចូលរួមវគ្គបណ្តុះបណ្តាលក្រមសីលធម៌បម្រើសាធារណៈរួមទាំងការសង្កត់ធ្ងន់ឡើងវិញលើគោលការណ៍ប្រឆាំងអំពើពុករលួយវិជ្ជាជីវៈក៏ដូចជាការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋវត្តមាននៃការត្រួតពិនិត្យពីប្រផេមក៏កាន់តែញឹកញាប់ដែរធានាថាគ្មានការរំលោភបំពានណាមួយត្រូវបានអនុញ្ញាតឬលាក់បាំងទៀតឡើយរាល់ការបម្រើប្រជាពលរដ្ឋឥឡូវនេះត្រូវបានត្រួតពិនិត្យដោយបើកចំហនិងតម្លាភាពមន្ត្រីត្រូវបានតម្រូវឲ្យមានភាពរួសរាយរាក់ទាក់សុភាពរាបសារនិងមិនប្រើសម្លេងគំរាមកំហែងក្នុងការទំនាក់ទំនងពាក្យបណ្ដឹងនិងសំណូមពរពីប្រជាពលរដ្ឋត្រូវបានទទួលដោយផ្ទាល់ទាំងតាមរយៈប្រអប់ប្តឹងបរិហារឬកម្មវិធី Digital ដែលភ្ជាប់ទៅមជ្ឈមណ្ឌលរាល់របាយការណ៍ពីពលរដ្ឋត្រូវបានតាមដានយ៉ាងឆាប់រហ័សដែលជាទម្រង់នៃការបដិញ្ញាចិត្តថ្មីក្នុងការរក្សាទំនុកចិត្តសាធារណៈ
ជាលទ្ធផលបរិយាកាសស្នងការដ្ឋាននគរបាលកាន់តែមានសណ្ដាប់ធ្នាប់និងវិជ្ជាជីវៈជាងពេលមុនប្រជាពលរដ្ឋដែលមកស្នងការដ្ឋាននគរបាលក៏មានអារម្មណ៍ពីភាពខុសគ្នាជាក់ស្ដែងផងដែរគ្មានរឿងរ៉ាវអំពីការជំរិតទារប្រាក់ការខាត់ទុកទ្រព្យសម្បត្តិដោយគ្មានមូលហេតុឬការគំរាមកំហែងពីមន្ត្រីទៀតទេដំណើរការរដ្ឋបាលដំណើរការតាមច្បាប់ហើយមនុស្សគ្រប់រូបត្រូវបានប្រព្រឹត្តដូចគ្នាដោយគ្មានការរើសអើងប្រជាពលរដ្ឋជាច្រើនដែលធ្លាប់ស្ទាក់ស្ទើរក្នុងការមកអធិការដ្ឋាននគរបាលឥឡូវនេះចាប់ផ្ដើមជឿជាក់ហើយមិនស្ទាក់ស្ទើរក្នុងការស្នើសុំជំនួយឬប្រឹក្សាច្បាប់ឡើយអារម្មណ៍សុវត្ថិភាពនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋបានរីកចម្រើនឡើងវិញបន្តិចម្ដងរឿងរ៉ាវភាពក្លាហានរបស់ម៉ាលីសបានក្លាយជាប្រធានបទពិភាក្សានិងការរំលឹកនៅក្នុងបរិស្ថានអធិការដ្ឋាននគរបាលខេត្តសៀមរាបមិនត្រឹមតែសម្រាប់មន្ត្រីចាស់ប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់សមាជិកថ្មីដែលទើបតែបំពេញភារកិច្ចផងដែរមនុស្សគ្រប់រូបដឹងថាការផ្លាស់ប្ដូរដ៏ធំអាចកើតឡើងបានប្រសិនបើមាននរណាម្នាក់ហ៊ានប្រឆាំងនឹងភាពអយុត្តិធម៌ឈ្មោះម៉ាលីសឥឡូវនេះត្រូវបានចាត់ទុកជានិមិត្តរូបនិងការរំលឹកដ៏អស់កល្បថាភាពក្លាហាននិងភាពម៉ឺងម៉ាត់អាចក្លាយជាកត្តាជំរុញកំណែទម្រង់ជាក់ស្ដែងមិនត្រឹមតែនៅស្នងការដ្ឋាននគរបាលនោះទេប៉ុន្តែក៏នៅកន្លែងផ្សេងទៀតដែលត្រូវការការផ្លាស់ប្ដូរស្រដៀងគ្នាផងដែរ